បងប្អូនគ្នាយើងមានព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនម្សិលមិញនេះក្រោយប្រសាសន៍របស់សម្ដេចបាទសម្ដេចហ៊ុនសែនដែលគាត់បានលើកឡើងអំពីបញ្ហាបាទទប់ទល់ជាមួយនឹងទាហានថៃក៏ប៉ុន្តែបងប្អូនគ្នាសារព័ត៌មានថៃបែរជាយកទៅចុះព័ត៌មានថាកម្ពុជាបាទត្រៀមវាយថៃដើម្បីយកដីវិញបាទអានេះគឺជារឿងរ៉ាវមួយដែលកំពុងតែក្តៅកគុកនៅក្នុងប្រទេសថៃបងប្អូនគ្នាដោយសារតែអ្នកសារព័ត៌មានវាស្ដាប់ច្រឡំឬក៏វាបន្លំដើម្បីធ្វើឲ្យសារព័ត៌មានរបស់វាបាទមានការមើលច្រើនក៏ប៉ុន្តែនៅថ្ងៃនេះអ្នកនាំពាក្យបាទរបស់សម្ដេចតេជោ ហ៊ុនសែនបានស្នើទៅកាន់អ្នកសារព័ត៌មានថៃទីបាទទាំងអស់នោះសូមធ្វើការកែតម្រូវបាទនៅព័ត៌មានខុសពីជំហររបស់កម្ពុជាផងដែរបានន័យថាយើងនិយាយដើម្បីការពារទេបាទជំហរណាមួយដែលថៃបើវាយកទឹកដីរបស់យើងនឹងយកបាទយើងនឹងតបទៅតាមផ្លូវច្បាប់នៅពេលណាមួយក៏ប៉ុន្តែព័ត៌មានថៃវាបែរជាចុះផ្សាយថាកម្ពុជាត្រៀមកម្លាំងត្រៀមតបបាទដើម្បីធ្វើការប្រយុទ្ធជាមួយនឹងថៃទៅវិញនៅមុននេះបន្តិចតែម្ដងលោកជាធីរិទ្ធដែលជាអ្នកនាំពាក្យរបស់សម្ដេចតេជោ ហ៊ុនសែនបងប្អូនគ្នាបានធ្វើការចរានចោលនៅក្នុងការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលបានធ្វើការដកស្រង់នៅប្រសាសន៍របស់សម្ដេចតេជោ ហ៊ុនសែនបាទខុសពីខ្លឹមសារការពិតពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃអញ្ចឹងនៅក្នុងនោះផងដែរលោកជាធីរិទ្ធបានបញ្ជាក់ជូនទៅកាន់សាធារណជនជាតិនិងអន្តរជាតិយ៉ាងដូចនេះថានៅក្នុងឱកាសក្នុងការចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តបន្ទាយមានជ័យបងប្អូនគ្នានៅព្រឹកថ្ងៃទី9 ខែមិថុនាឆ្នាំ2026ណាយើងឃើញថាសម្ដេចតេជោ ហ៊ុនសែនបាទប្រមុខរដ្ឋស្ដីទីមិនបានប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងភាគីថៃដោយប្រើប្រាស់បាទកម្លាំងទ័ពយោធាដោយការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនបាទនោះឡើយផ្ទុយទៅវិញសម្ដេចតេជោ ហ៊ុនសែនបានបដិសេធយ៉ាងច្បាស់ចំពោះការប្រើប្រាស់កម្លាំងយោធានៅក្នុងការដោះស្រាយបញ្ហាមួយនេះក្នុងនោះផងដែរបាទអ្នកនាំពាក្យរបស់សម្ដេចតេជោ ហ៊ុនសែនបានធ្វើការពន្យល់ច្បាស់នៅក្នុងសន្ទរកថានោះដោយថាសម្ដេចតេជោ ហ៊ុនសែនគ្រាន់តែលើកឡើងនៅជំរើសពីរសម្រាប់បាទឲ្យប្រជាពលរដ្ឋពិចារណារួមមាន1ការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមយកទឹកដីដែលថៃកំពុងតែកាន់កាប់ត្រឡប់មកវិញនិងទី2ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការផ្លូវច្បាប់អន្តរជាតិតែប៉ុណ្ណោះបាទយើងប្រើតាមច្បាប់អន្តរជាតិអត់មានទៅប្រើកម្លាំងឯណាទេនៅក្នុងចំណោមជំរើសទាំងពីរនេះសម្ដេចតេជោ ហ៊ុនសែនបានសង្កត់ធ្ងន់ថាកម្ពុជាមិនជ្រើសរើសបាទផ្លូវកម្លាំងបាទថាប្រើប្រាស់នៅកម្លាំងយោធាដើម្បីទៅវាយថៃស្អីនោះទេឬការចុះផ្សាយរបស់ពួកសារព័ត៌មានថៃឡប់ហ្នឹងទៅចុះផ្សាយចោទកម្ពុជាថាត្រៀមប្រើប្រាស់កម្លាំងប៉ុន្តែយើងគឺជ្រើសរើសនៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីនិងផ្អែកទៅលើយន្តការច្បាប់អន្តរជាតិក្នុងនោះផងដែរលោកជាធីរិទ្ធបានបញ្ជាក់បន្ថែមទៀតនៅប្រសាសន៍របស់សម្ដេចតេជោ ហ៊ុនសែនថាកម្ពុជាបានប្រកាន់ភ្ជាប់នៅដំណោះស្រាយដោយសន្តិវិធីនិងគោរពគោលការណ៍ច្បាប់អន្តរជាតិដោយគ្នានេះអ្នកនាំពាក្យសម្ដេចតេជោ ហ៊ុនសែនបានអំពាវនាវឲ្យសារព័ត៌មានថៃពាក់ព័ន្ធទាំងអស់ធ្វើការកែតម្រូវនិងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតព្រោះអាចប៉ះពាល់ទៅដល់បរិយាកាសឬក៏កិច្ចខិតខំប្រឹងប្រែងនៅក្នុងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរចឹងបានថាបងប្អូនគ្នាយើងនិយាយដោះស្រាយបញ្ហាប្រាប់ប្រជាជនថាចង់បានមួយណាបើថាបើយើងប្រើប្រាស់កម្លាំងទ័ពយើងអត់ធ្វើទេតែបើយើងចង់បានអាទឹកដីដែលថៃវានោះយើងគឺប្រើប្រាស់នៅច្បាប់អន្តរជាតិនៅក្នុងការដោះស្រាយប៉ុន្តែថៃវាមានទៅចុះផ្សាយចឹងណាជាពិសេសព័ត៌មានថៃបងប្អូនគ្នារឿងរ៉ាវពាក់ព័ន្ធទៅនឹងការទូតណាបាទរវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំគេនិយាយត្រូវគ្នាគេស្ដាប់គ្នាយល់ណាស់តែសារព័ត៌មានថៃមួយចំនួនឬក៏សារព័ត៌មានទាំងសងខាងមួយចំនួនធ្វើការចុះផ្សាយនៅពាក្យសម្ដីដែលថ្នាក់ដឹកនាំនិយាយមិនអស់បាទគាត់និយាយថាបង្ហាញជំហរដោះស្រាយក៏ប៉ុន្តែសារព័ត៌មានទៅចុះថាគម្រាមអីអញ្ចឹងទៅបាទពមមានអីអញ្ចឹងទៅបាទអាហ្នឹងវាធ្វើឲ្យព័ត៌មានកាន់តែទទួលបានការចាប់អារម្មណ៍អីអញ្ចឹងណាក៏ប៉ុន្តែសួរថាតើវាចំណេញអ្វីចំណេញអីគេចំណេញការឆ្លុះគ្នានឹងមែនបាទឬក៏មិនអញ្ចឹងបានថារឿងរ៉ាវនឹងវាធម្មតាទេណាស់តែអ្នកសារព័ត៌មានវាចុះព័ត៌មានដែលមិនមានភាពច្បាស់លាស់ដែលមិនមានគេហៅថាភាពសុក្រិតអីមួយអញ្ចឹងណាបងប្អូនគ្នាម្សិលមិញគ្រាន់តែថាព័ត៌មានកម្ពុជាសម្ដេចគាត់ឈរនិយាយនេះបាទសារព័ត៌មានថៃគេចុះទៅព្រាតម្សិលមិញនេះដូចជានាយករដ្ឋមន្ត្រីរបស់យើងគឺសម្ដេចហ៊ុនម៉ាណែតបានទៅប្រទេសវៀតណាមហើយថៃគេទៅវៀតណាមដែរអញ្ចឹងព័ត៌មាននាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីកម្ពុជានិយាយបែបហ្នឹងមានសារព័ត៌មានថៃទៅសួរនៅទីនថានៅទីនគេថាកុំបើហឺនវើយកុំចង់សាកមួយថៃអញ្ចឹងពួកអាចោគេបាញ់អស់យោនេះអញ្ចឹងបានថាពួកវានេះបងប្អូនគ្នាបើយើងនិយាយមួយម៉ាត់ឲ្យខ្លីទៅគេហៅថា
កេងបន្លំនៅនយោបាយបោកប្រាស់ទំនុកចិត្តប្រជាជនដើម្បីតែអំណាចរបស់ខ្លួនបាទអំណាចអីគេអំណាចដើម្បីប្រជាជនមួយចំនួនគាត់ល្ងងខ្លៅទៀតជឿតាមពីសម្ដីដែលមានការឃោសនាអូខ្ញុំនឹងធ្វើអញ្ចេះខ្ញុំនឹងធ្វើអញ្ចោះបាទខ្ញុំមិនអោយកម្ពុជាពមៀនយើងបានទេអូមានសពគ្រប់ហើយប្រជាជនថៃច្រើនមែនតើដែលជឿតាមការឃោសនាការ fake ការមិនបានដឹងអំពីកម្ពុជាច្បាស់បាទចោទថាកម្ពុជាលួចដីហើយអញ្ចឹងយើងវាយដីវិញ what the fuck ដីឯងប្រហែលមិនដីឯងចាំមើលដីឯងធំប៉ុណ្ណាហើយកម្ពុជាណាមានកម្លាំងតបទៅវាយនៅប្រទេសថៃពីអំណាចតូចទៅវាយធំអ្នកដែលជឿអ្នកដែលមិនចេះគិតខ្ញុំគិតថាមិនដឹងថាគាត់ភ្លើឬគាត់ធ្វើភ្លើឬគាត់ល្ងងទេដែលមិនចេះវិភាគនៅបញ្ហាបែបនេះអូខេអរគុណច្រើនមែនតើសម្រាប់ការតាមដានទេសនារបស់ប្រិមិត្តព័ត៌មាននេះយើងសូមបញ្ចប់តែប៉ុណ្្នឹងទៅព្រោះមិនសូវមិញឃើញថាព័ត៌មានប្រទេសថៃនេះវាអូចុះមកសន្ធឹកសន្ធាប់ខ្លាំងមែនតើបាទសុទ្ធតែក្តៅកគុកអូថ្មើរចំណងជើងវាចង់វិលមុខ